សួស្តីកូនៗទាំងអស់គ្នាយើងចូលទៅវិញ្ញាសាទី34គឺវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់មុខវិជ្ជាប្រវត្តិជាបាទនៅក្នុងវិញ្ញាសាទី34របស់យើងគឺមាន5សំណួរសំណួរទី1តើនរណាជាប្រធានមន្ត្រីសន្តិសុខស21សំណួរទី2ប្រាសាទបាយ័នឬអង្គរធំជាប្រាសាទបែបពុទ្ធសាសនាចូលពន្យល់អំពីមូលហេតុនៃការគោរពពុទ្ធសាសនានៅពេលនោះសំណួរទី3តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យព្រះបាទពញ្ញាយ៉ាតផ្លាស់ទីរាជធានីពីអង្គរមកចតុមុខសំណួរទី4តើវាមានឈ្នះឈ្នះសម្ពោធនៅថ្ងៃខែឆ្នាំណាហើយបានផ្ដល់អត្ថន័យយ៉ាងណាសម្រាប់កម្ពុជានិងសំណួរទី5ដែលជាសំណួរចុងក្រោយតើមូលហេតុអ្វីខ្លះបានជាក្រោយសង្គ្រាមលោកលើកទី2ប្រទេសនៅទ្វីបអឺរ៉ុបត្រូវបានបែងចែកជា2គឺអឺរ៉ុបខាងកើតនិងអឺរ៉ុបខាងលិចបាទនេះគឺជាសំណួរទាំង5នៅក្នុងវិញ្ញាសាទី34របស់យើងមុននឹងចូលទៅដល់ការឆ្លើយសំណួរទាំង5នេះលោកគ្រូចង់ឲ្យកូនៗបន្ទាប់ពីបានស្ដាប់ក៏ដូចជាទស្សនាវីដេអូរបស់លោកគ្រូចប់ហើយបើសិនបើមានមតិយោបល់ឬក៏មានសំណួរអ្វីមួយកូនៗអាច comment នៅខាងក្រោមវីដេអូរបស់លោកគ្រូហើយបើយល់ថាវីដេអូនេះល្អកូនៗអាចចុច like បើយល់ថាវាមានប្រយោជន៍យើងអាច share ចែករំលែកទៅកាន់មិត្តភ័ក្តិរបស់យើងដើម្បីពួកគាត់បានឃើញវីដេអូនេះដូចគ្នាជាចុងក្រោយសូមកូនៗជួយចុច subscribe channel របស់លោកគ្រូមួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់លោកគ្រូនៅក្នុងការធ្វើវីដេអូថ្មីជាបន្តបន្ទាប់ទៀតបាទយើងចូលទៅចម្លើយនៃសំណួររបស់យើងតែម្ដងដែលសួរថាតើមន្ទីរសន្តិសុខស21គឺដឹកនាំដោយអ្នកណាបាទចម្លើយគឺមន្ទីរសន្តិសុខស21ឬគុកទូលស្លែងដឹកនាំដោយលោកកាំងកិច្ចអ៊ីវដែលឈ្មោះក្រៅរបស់គាត់គឺគេហៅថាដុចបាទអញ្ចឹងឈ្មោះក្នុងបញ្ជីគឺកាំងកិច្ចអ៊ីវឈ្មោះក្រៅគឺដុចឬក៏យើងហៅថាលោកកាំងកិច្ចអ៊ីវហៅដុចនេះឯងយើងចូលទៅចម្លើយនៃសំណួរទី2ដែលសួរថាប្រាសាទបាយ័នហ្នឹងគឺប្រាសាទបែបពុទ្ធសាសនាមូលហេតុអ្វីដែលនាំមានការគោរពពុទ្ធសាសនានៅពេលនោះបាទចម្លើយគឺប្រាសាទបាយ័នឬអង្គរធំគឺជាប្រាសាទបែបពុទ្ធសាសនាហើយមូលហេតុនៃការគោរពពុទ្ធសាសនានៅពេលនោះគឺមានទី1មុនរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7គឺមានកើតឡើងនគរកម្មការបះបោរទំនាស់រាជសម្បត្តិជាហេតុធ្វើឲ្យមានភាពចលាចលនិងអស្ថិរភាពសង្គមទី2គឺមានការលុកលុយក្រុងអង្គរដោយកងទ័ពចាមនៅឆ្នាំ1177វាគឺជាអន្លូងមួយយ៉ាងធំវាយសម្ពងទៅលើលទ្ធិទេវរាជនៅអង្គរទី3ប្រជាជនលែងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិទេវរាជក្នុងព្រហ្មញ្ញសាសនាទី4ប្រជាជនជាច្រើនបានក្លាយជាពុទ្ធសាសនិករួចទៅហើយក្នុងគណៈដែលមន្ត្រីក្នុងរាជវាំងជឿជាក់ទៅលើព្រហ្មញ្ញសាសនាទី5ដើម្បីស្រោចស្រង់ជាតិឲ្យមានពន្លឺឡើងវិញបន្ទាប់ពីមានការឈ្លានពានរបស់ចាមនៅឆ្នាំ1177អញ្ចឹងដើម្បីស្រោចស្រង់ឲ្យកម្ពុជាមានឥទ្ធិពលឡើងវិញស្ដេចខ្មែរគឺព្រះបាទជ័យវរ្ម័នទី7ឬក៏ជ័យវរ្ម័នទី7នឹងបានប្រកាន់យកនៅព្រះពុទ្ធសាសនាបែបមហាយានវិញទី6គឺព្រះបាទជ័យវរ្ម័នទី7ដែលបានសោយរាជ្យនៅឆ្នាំ1181ដល់ឆ្នាំ1221បានខិតខំរកមធ្យោបាយការពារក្រុងតាមបែបពុទ្ធសាសនាមហាយានវិញដែលទ្រង់យល់ថាមានប្រសិទ្ធភាពជាងសាសនារបស់ព្រះជាមុនទី7គឺព្រះបាទជ័យវរ្ម័នទី7ទ្រង់ពឹងផ្អែកទៅលើព្រះពោធិសត្វបាទក៏មានឈ្មោះថាអវតារលោកេស្រៈដែលពោពេញទៅដោយមេត្តាធម៌ករុណាមុទិតាហើយប្រមូលមើលសុខទុក្ខរបស់សត្វលោកតាមរយៈលទ្ធិពុទ្ធសាសនាមហាយានគឺជាលទ្ធិបែបមនុស្សនិយមមានទំនោរទៅរកជីវភាពរបស់មនុស្សប្រចាំថ្ងៃទី8គឺព្រះបាទជ័យវរ្ម័នទី7ជាអ្នករំដោះក្រុងអង្គរពីចាមហើយព្រះអង្គមានមហេសីព្រះនាមជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវីដែលសុទ្ធសឹងជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនាទី9ចំពោះប្រជារាស្ត្រវិញលទ្ធិពុទ្ធសាសនាមហាយានមានសមត្ថភាពស្រោចស្រង់ការពារនិងបម្រើប្រជារាស្ត្រជាងលទ្ធិទេវរាជបាទនេះគឺជាចម្លើយនៃសំណួរទី2យើងអាចឆ្លើយបានច្រើនជាងនេះទៅទៀតឲ្យតែវាត្រឹមត្រូវស៊ីគ្នាជាមួយនឹងសំណួររបស់យើងគឺយើងអាចឆ្លើយបានបាទយើងចូលទៅចម្លើយនៃសំណួរទី3ដែលសួរថាហេតុអ្វីបានជាព្រះបាទពញ្ញាយ៉ាតធ្វើការផ្លាស់ប្ដូររាជធានីចេញពីអង្គរមកចតុមុខបាទនេះគឺជាចម្លើយលោកគ្រូសូមលើកយកកត្តាធំចំនួន4ទី1គឺកត្តាប្រជាជន
ទី2គឺកត្តាសេដ្ឋកិច្ចទី3កត្តាភូមិសាស្ត្រនិងទី4គឺកត្តាឥទ្ធិពលឬក៏កត្តាកម្លាំងជាតិបាទអញ្ចឹងមូលហេតុដែលនាំឲ្យមានការផ្លាស់ប្ដូររាជធានីចេញពីអង្គរមកចតុមុខទី1គឺកត្តាប្រជាជននៅក្នុងចម្បាំងស៊ីមបានសម្លាប់នឹងគេប្រជាជនខ្មែរចេញពីតំបន់អង្គរស្ទើរតែអស់រលីងហើយតំបន់អង្គរដែលនៅសល់មនុស្សតិចតួចមិនអាចការពារក្រុងអង្គរដ៏ធំធេងនេះបានទៀតទេប្រជារាស្ត្រខ្លះភៀសខ្លួនចេញពីតំបន់អង្គរទៅរស់នៅតំបន់ផ្សេងដោយគេចពីការឈ្លានពានរបស់ស៊ីមកត្តាទី2គឺកត្តាសេដ្ឋកិច្ចដោយសារតែសង្គ្រាមផ្ទៃក្នុងនិងសង្គ្រាមជាមួយពួកស៊ីមបានបំផ្លិចបំផ្លាញសង្គមហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសម្ព័ន្ធផ្លូវទឹកប្រឡាយផ្លូវថ្នល់ទំនប់ធារាសាស្ត្រគឺខ្ទេចខ្ទីអស់រលីងដែលពិបាកនៅក្នុងការកសាងជាតិឡើងវិញទី3គឺកត្តាភូមិសាស្ត្រទីក្រុងអង្គរដើមឡើយគឺជាចំណុចកណ្ដាលនៃប្រទេសកម្ពុជាក្រោយមកនៅពេលដែលមានវត្តមានរបស់ប្រទេសស៊ីមហើយស៊ីមកាន់តែពង្រីកទឹកដីរបស់ខ្លួនកាន់តែធំឡើងអង្គរលែងคล้ายទៅជាចំណុចកណ្ដាលរបស់ប្រទេសកម្ពុជាទៀតហើយអង្គរបានคล้ายទៅជាតំបន់មួយដែលមានចម្ងាយត្រឹមតែ400គីឡូម៉ែត្រប៉ុណ្ណោះពីស៊ីមដែលជាហេតុធ្វើឲ្យអង្គររងការគំរាមកំហែងពីស៊ីមឥតឈប់ឈរដូច្នេះហើយពួកស៊ីមអាចនឹងវាយប្រហារចូលក្រុងអង្គរបានក្នុងពេលតែរយៈពេលខ្លីប៉ុណ្ណោះបាទនេះគឺជាមូលហេតុទី3ដែលធ្វើឲ្យព្រះបាទញាយ៉ាតចាក់ចោលក្រុងអង្គរកត្តាទី4គឺកត្តាឥទ្ធិពលឬក៏កត្តាកម្លាំងក្នុងគណៈពេលនោះគឺខ្មែរចុះខ្សោយទាំងកម្លាំងកាយនិងកម្លាំងចិត្តបាត់បង់ជំនឿលើខ្លួនឯងរីឯស៊ីមពង្រីកទឹកដីកាន់តែធំទូលាយហើយបានពង្រឹងអំណាចរបស់ខ្លួននិងបង្កើនចំនួនប្រជាជនឥតឈប់ឈរអញ្ចឹងហើយវាជាហេតុដែលធ្វើឲ្យព្រះមហាក្សត្រខ្មែរត្រូវតែរើរាជធានីចេញពីតំបន់អង្គរមកតាំងនៅចតុមុខវិញយើងចូលទៅចម្លើយនៃសំណួរទី4ដែលសួរថាវិមានឈ្នះឈ្នះហ្នឹងត្រូវបានដាក់ឲ្យសម្ពោធនៅថ្ងៃខែឆ្នាំណាវាមានអត្ថន័យយ៉ាងម៉េចវាមានឈ្នះឈ្នះគឺត្រូវបានសម្ពោធនៅថ្ងៃទី29ធ្នូឆ្នាំ2018ហើយវាមានអត្ថន័យដូចជាទី1ផ្នែកនយោបាយវាបង្ហាញអំពីការបញ្ចប់សង្គ្រាមនរ៉ាំរ៉ៃនៅកម្ពុជាបង្ហាញអំពីស្ថានភាពកម្ពុជាមានសុខសន្តិភាពបង្ហាញអំពីការធានានៅរូបកាយអាយុជីវិតនិងធានាជីវភាពមុខរបររបស់ប្រជាជនហើយវាក៏ធានានៅកម្មសិទ្ធិនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចុងក្រោយវាក៏បង្ហាញអំពីភាពច្នៃប្រឌិតរបស់អ្នកដឹកនាំដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាទី2គឺវិស័យសង្គមទី1វាបង្ហាញអំពីការធ្វើសមាហរណកម្មនិងការអភិវឌ្ឍទី2ពលរដ្ឋកម្ពុជាមានឯកភាពជាតិទី3វាបង្ហាញអំពីសុខដុមខាងសាសនាទី4បង្ហាញអំពីការកសាងសមិទ្ធផលសង្គមនានាទី5វាក៏ជាឧទ្យានកំសាន្តរបស់ពលរដ្ឋផងដែរចំពោះវិស័យវប្បធម៌វាជាមជ្ឈមណ្ឌលដែលផ្ដល់នូវការសិក្សារៀនសូត្រដល់ពលរដ្ឋកម្ពុជាវាក៏ជាកន្លែងបង្ហាញតម្លៃវប្បធម៌អរិយធម៌និងស្ថិរកម្មខ្មែរទី4តម្លៃខាងប្រវត្តិសាស្ត្របាទទី1វាជាការចងចាំនិងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយទី2បង្ហាញអំពីសុខដុមភាពក្នុងប្រវត្តិសាស្ត្រទី3ចរិតពីសុខដុមភាពផ្នែកនយោបាយនិងមានចម្លើយត្រឹមត្រូវផ្សេងទៀតដែលយើងអាចឆ្លើយបានយើងចូលទៅចម្លើយនៃសំណួរទី5ដែលសួរថាក្រោយសង្គ្រាមលោកទី2ហេតុអ្វីប្រទេសនានានៅទ្វីបអឺរ៉ុបត្រូវបានបែងចែកជា2គឺអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើតបាទនេះគឺជាចម្លើយក្រោយពីសង្គ្រាមលោកលើកទី2ប្រទេសនៅអឺរ៉ុបត្រូវបានបែងចែកជា2គឺអឺរ៉ុបខាងកើតដែលស្ថិតនៅក្រោមឥទ្ធិពលនៃពិភពកុម្មុយនីសដែលដឹកនាំដោយសហភាពសូវៀតនិងអឺរ៉ុបខាងលិចដែលស្ថិតនៅក្រោមឥទ្ធិពលនៃប្លុកលោកសេរីដែលដឹកនាំដោយសហរដ្ឋអាមេរិកការបែងចែកនេះដោយសារមូលហេតុជាច្រើនដូចជាកត្តាធំទី1គឺឥទ្ធិពលនៃសង្គ្រាមលោកលើកទី2ពីឆ្នាំ1939ដល់ឆ្នាំ1945នៅក្នុងផ្នែកនេះលោកគ្រូសូមធ្វើការបែងចែកទៅជាចំណុចតូចៗដូចខាងក្រោមទី1នៅក្នុងសង្គ្រាមប្រទេសនៅអឺរ៉ុបភាគច្រើនគ្រប់គ្រងដោយអាល្លឺម៉ង់ទី2នៅចុងបញ្ចប់នៃសង្គ្រាមប្រទេសនៅអឺរ៉ុបមួយចំនួនត្រូវបានរំដោះដោយសហភាពសូវៀតហើយប្រទេសទាំងអស់នោះក៏คล้ายទៅជាប្រទេសដែលក្រោមឥទ្ធិពលសូវៀតចំណែកឯប្រទេសអឺរ៉ុបខាងលិចមួយចំនួនរំដោះដោយសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តលោកខាងលិចដែលជាហេតុធ្វើឲ្យប្រទេសទាំងអស់នោះคล้ายទៅជាប្រទេសដែលមាននិន្នាការស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិកទី3សេដ្ឋកិច្ចនៅទ្វីបអឺរ៉ុបចុះទន់ខ្សោយហើយងាយទទួលរងឥទ្ធិពលហើយអឺរ៉ុបត្រូវពឹងផ្អែកលើជំនួយរបស់សហរដ្ឋអាមេរិកនិងសហភាពសូវៀតបាទអញ្ចឹងនៅពេលដែលចប់សង្គ្រាមទៅប្រទេសអឺរ៉ុបត្រូវការពឹងជំនួយពីបរទេសហើយម្ចាស់ជំនួយគឺតែងតែមានឥទ្ធិពលទៅលើប្រទេស
ដែលទទួលជំនួយអញ្ចឹងហើយប្រទេសនៅអឺរ៉ុបខាងកើតក៏បានคล้ายទៅជាប្រទេសដែលស្និទ្ធជាមួយនឹងសហភាពសូវៀតហើយប្រទេសដែលនៅអឺរ៉ុបខាងលិចក៏คล้ายទៅជាប្រទេសដែលស្និទ្ធនឹងប្លុកលោកសេរីបាទតាមរយៈជំនួយខាងសេដ្ឋកិច្ចនេះឯងចំណុចធំទី2គឺសន្និសីទយ៉ាតានិងសន្និសីទប៉តស្ដាមនៅឆ្នាំ1945ស្ដីពីការបែងចែកទ្វីបអឺរ៉ុបក្រោយសង្គ្រាមលោកទី2បាទនៅក្នុងចំណុចនេះលោកគ្រូសូមធ្វើការបែងចែកជាចំណុចតូចៗដូចខាងក្រោមទី1គឺការបែងចែកទឹកដីអាល្លឺម៉ង់ដោយមហាអំណាចទាំង4ជា4តំបន់កាន់កាប់ទី2គឺមានការបែងចែកទីក្រុងបេកឡាំងដែលជាទីក្រុងរបស់អាល្លឺម៉ង់ទៅជា4ផ្នែកផងដែរទី3គឺមានភាពទាល់ច្រកផ្នែកនយោបាយនិងភាពប្រេះឆាគ្នានៃមហាអំណាចសម្ព័ន្ធមិត្តដែលធ្វើឲ្យដំណោះស្រាយស្ដីពីបញ្ហាអាល្លឺម៉ង់ត្រូវទទួលបរាជ័យចំណុចធំទី3គឺការប្រជែងគ្នារវាងមហាអំណាចទាំងពីរគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀតបាទនៅក្នុងចំណុចនេះលោកគ្រូសូមធ្វើការអធិប្បាយនៅចំណុចតូចៗដូចខាងក្រោមទី1នៅក្នុងសង្គ្រាមមហាអំណាចសហរដ្ឋអាមេរិកអង់គ្លេសនិងសហភាពសូវៀតបានរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងណាស៊ីអាល្លឺម៉ង់ប៉ុន្តែមហាអំណាចទាំងអស់នេះមានលក្ខណៈប្លែកគ្នាទាំងស្រុងទាំងខាងផ្នែកនយោបាយសេដ្ឋកិច្ចហើយអ្វីត្បិតថាគេរួមកម្លាំងគ្នាប្រឆាំងនឹងអាល្លឺម៉ង់ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះផងដែរមហាអំណាចទាំងពីរគឺក្រុមប្លុកលោកសេរីគឺក្រុមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនិងសហភាពសូវៀតបានប្រជែងគ្នាជាសម្ងាត់ក្នុងពេលដែលពួកគេរួមគ្នាប្រឆាំងជាមួយនឹងអាល្លឺម៉ង់ទី2គឺការមិនទុកចិត្តគ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនៅចុងបញ្ចប់នៃសង្គ្រាមទី3ការប្រជែងគ្នាខាងមនោគមវិជ្ជានយោបាយតាមបែបប្រជាធិបតេយ្យលោកសេរីនិងបែបកុម្មុយនីសរបស់ពួកអឺរ៉ុបខាងកើតទី4គឺការប្រជែងគ្នាខាងផ្នែកសេដ្ឋកិច្ចតាមបែបមូលធននិយមនិងបែបសង្គមនិយមទី5គឺការប្រជែងគ្នាខាងផ្នែកសភាវុធរាប់ចាប់តាំងពីអាវុធនុយក្លេអ៊ែរការប្រជែងគ្នាខាងផ្នែកវិទ្យាជាសាស្ត្ររហូតដល់ទីអវកាសទី6នៅចុងសង្គ្រាមឥទ្ធិពលកុម្មុយនីសបានរីករាលដាលយ៉ាងឆាប់រហ័សនៅអឺរ៉ុបដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការមិនពេញចិត្តយ៉ាងខ្លាំងទី7អឺរ៉ុបបែកកង្កើតត្រូវរំដោះដោយសហភាពសូវៀតក្នុងអំឡុងឆ្នាំ1944ដល់ឆ្នាំ1945ហើយចាប់ពីពេលនោះមកប្រទេសទាំងអស់នោះបានធ្លាក់ទៅក្រោមឥទ្ធិពលរបស់កុម្មុយនីសសូវៀតហើយក្រោយមកក្លាយទៅជាប្រទេសប្រកាន់យកនៅរបបកុម្មុយនីសបែបសូវៀតចំណែកឯទី8គឺនៅអឺរ៉ុបខាងលិចត្រូវបានរំដោះដោយអង់គ្លេសនិងសហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ1944ក្នុងឆ្នាំ1945ហើយបានប្រកាន់យកនៅប្រព័ន្ធនយោបាយបែបប្រជាធិបតេយ្យសេរីទី10គឺតាមរយៈទ្រឹស្ដីទ្រូម៉ាន់និងផែនការម៉ាសាល់នៅឆ្នាំ1947បាទអញ្ចឹងតាមរយៈទ្រឹស្ដីទ្រូម៉ាន់និងផែនការម៉ាសាល់គឺសហរដ្ឋអាមេរិកបានអនុវត្តនៅនយោបាយ containment គឺនយោបាយទប់ស្កាត់និងរុញច្រានឥទ្ធិពលកុម្មុយនីសឲ្យដកថយទៅអឺរ៉ុបខាងកើតវិញបាទដោយលោកគ្រូបានបញ្ជាក់នៅចំណុចខាងលើរួចហើយឥទ្ធិពលនៃមនោគមវិជ្ជាកុម្មុយនីសបានរីករាលដាលយ៉ាងឆាប់រហ័សក្រោយពីសង្គ្រាមលោកទី2ត្រូវបានបញ្ចប់ហើយវាคล้ายទៅជាការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់ប្លុកលោកសេរីដូច្នេះហើយសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដឹកនាំប្លុកលោកសេរីបានអនុវត្តនៅនយោបាយ containment របស់ខ្លួនគឺនយោបាយទប់ស្កាត់និងរុញច្រានឥទ្ធិពលកុម្មុយនីសឲ្យដកថយត្រឡប់ទៅវិញដែលជាមូលហេតុដែលនាំឲ្យមានការបែងចែកពិភពលោកក្រោយសង្គ្រាមលោកទី2នៅមានចម្លើយត្រឹមត្រូវផ្សេងៗទៀតដែរដែលយើងអាចឆ្លើយបានបាទឲ្យតែវាមានភាពស៊ីគ្នាគឺយើងអាចឆ្លើយបានវិទ្យាសាស្ត្រទី34របស់យើងបានមកដល់ទីបញ្ចប់ហើយលោកគ្រូសូមអរគុណកូនៗដែលបានទស្សនាវីដេអូរបស់លោកគ្រូតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយលោកគ្រូជូនពរឲ្យកូនៗទទួលបានជោគជ័យនៅក្នុងការប្រឡងបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត